ជីពដើមនេះគឺគ្រោះថ្នាក់គ្រប់ពេលមិនមែនយើងមកហាត់មួយថ្ងៃពីរថ្ងៃមួយខែពីរខែឡើងប្រកួតបានលុយរាប់ពាន់ដែរបងប្អូនមុននឹងបើសិនជាចង់ហាត់បដាឬក៏ចង់ហាត់នៅក្នុងក្លឹបលោកគ្រូឆ្នាំអាចស្ដាប់វីដេអូនេះដល់ចប់បានហើយមុនសួរពុកម៉ែបងប្អូនមកលើកនេះរៀងប្លែកតិចហើយព្រោះតែរាល់ដងខ្ញុំថតតែចេញវីដេអូរាយការណ៍ពីការប្រកួតនៅក្នុងក្លឹបឬក៏ការប្រកួត3ក្លឹបទំទុំប៉ះគ្នាចឹងទៅប៉ុន្តែលើកនេះមករៀងប្លែកតិចហើយបងប្អូនបើសិនជាចង់ហាត់បដាឬក៏ចង់ហាត់នៅក្នុងក្លឹបលោកគ្រូឆ្នាំអាចស្ដាប់វីដេអូនេះដល់ចប់បានមួយរយៈនេះខ្ញុំឃើញបងប្អូនគាត់ខមមិនក្នុង page ខ្ញុំច្រើនមែនតើហើយក៏ឆាតមកខ្ញុំច្រើនមែនតើមានទាំងការតេមានទាំងការឆាតសួរការចង់ចូលហាត់បដាអញ្ចឹងណាបងប្អូនហើយគាត់ចង់ឲ្យខ្ញុំសុំលោកគ្រូចូលហាត់ផងធ្វើមិនបានចូលហាត់តាក់ទងលោកគ្រូតាមណាអញ្ចឹងបងប្អូនស្ដាប់វីដេអូនេះឲ្យចប់ហើយយកទៅពិចារណាហើយចាំសម្រាប់ចិត្តថាមកហាត់បដាព្រឹកមិញនេះប្រហែលជាព្រឹកមិញដែរបងប្អូនខ្ញុំឃើញលោកគ្រូគាត់ផុសចំនួនសិស្សដែលរត់ចោលជួគឺចំនួនសិស្សរហូតដល់665នាក់ហើយព្រឹកមិញនេះគឺទៅចៅជួ2នាក់ទៀតដែរបងប្អូនសិស្សថ្មីបងប្អូនខ្លះខ្ញុំនិយាយថាបងប្អូនដោយសារតែគាត់រៀងក្មេងៗដែរមកហាត់នៅក្នុងក្លឹបអញ្ចឹងណាគាត់ថាស្រឡាញ់ណាស់បដូរផ្ដាច់និយាយរួមទៅគឺសុំម្ដាយឪពុកមកហាត់ដើម្បីស្រឡាញ់របៀបសម្រាប់ក្តីសម័យរបស់គាត់ជាអ្នកបដាអញ្ចឹងណាបងប្អូនប៉ុន្តែគាត់បានគិតចំណុចមួយចំណុចជាច្រើននៅក្នុងការវឹកហាត់ទេអញ្ចឹងបងប្អូនស្ដាប់វីដេអូនេះចប់ហើយយកទៅពិចារណាចាំសម្រាប់ចិត្តទី1បងប្អូនមកហាត់នៅក្លឹបនេះខ្ញុំនិយាយថាក្លឹបលោកគ្រូឆ្នើមណាព្រោះសារតែខ្ញុំចិញ្ចោហើយណាមួយប្តីខ្ញុំវឹកហាត់នៅហ្នឹងនៅក្នុងក្លឹបលោកគ្រូឆ្នើមបងប្អូនដែលចង់សម្រាប់ចិត្តចូលមកហាត់ស្ដាប់សិនទី1ក្លឹបលោកគ្រូឆ្នើមគាត់មានវិន័យតឹងតែងហើយលោកគ្រូក៏គាត់មិនមែនអ្នកស្លូតដែរបងប្អូនលោកគ្រូគាត់កាចវិន័យតឹងតែងសិស្សត្រូវតែគ្រប់វិន័យនៅក្នុងក្លឹបទី2នៅក្នុងក្លឹបលោកគ្រូឆ្នើមគឺអត់មានការវឹកហាត់មានសៅរ៍អាទិត្យទេគឺហាត់ប្រចាំរាល់ថ្ងៃបងប្អូនព្រឹកល្ងាចអញ្ចឹងមួយថ្ងៃពីរពេលព្រឹកគឺដូចជាងើបរត់ម៉ោង5ទៅម៉ោង6បងប្អូនពេលព្រលឹមឡើងហើយការរត់នេះគឺរត់តាមអ្វីដែលខ្ញុំដឹងគឺចំណាយរហូតដល់ចម្ងាយរហូតដល់10គីឡូជាងពេលព្រឹកពេលថ្ងៃមានដូចជា7គីឡូដែរបងប្អូនខ្ញុំមិនសូវច្បាស់ហើយប៉ុន្តែពេលព្រឹកមានជុំធំជុំតូចពេលថ្ងៃក៏មានជុំធំជុំតូចដែរជុំធំជុំតូចនេះចង់បញ្ជាក់ថាជុំធំសម្រាប់កីឡាករដែលជើងចាស់របៀបថាអ្នកនៅវឹកហាត់ចាស់អញ្ចឹងណាជុំតូចសម្រាប់កីឡាករដែលទើបតែមកហាត់ឬក៏ថ្មីអញ្ចឹងទៅបងប្អូនអញ្ចឹងក្នុងមួយថ្ងៃគឺរត់2ដងអានេះចំណុចទី2បងប្អូនចំណុចទី3គឺមកហាត់គឺត្រូវតែឧស្សាហ៍ព្យាយាមអត់ធ្មត់ព្រោះក្លឹបលោកគ្រូគាត់ដឹងស្រាប់ហើយគាត់ជាក្លឹបដែលមានវិន័យល្អក្លឹបដែលវិន័យតឹងរឹងហើយលោកគ្រូក៏កាត់កាចដែរបងប្អូនដែលគាត់ចង់ចូលមកហាត់ត្រូវតែដាក់ចិត្តហើយអត់មានពេលវេលាសប្បាយនៅខាងក្រៅដូចការយើងធ្វើការនៅរដងអញ្ចឹងណាអញ្ចឹងក្លឹបលោកគ្រូគាត់មានវិន័យតឹងតែងហើយនឹងច្បាប់វិន័យច្បាស់លាស់អញ្ចឹងហើយលោកគ្រូក៏គាត់ចូលចិត្តតាអ្នកដែលច្បាស់លាស់នឹងមកចាប់នៅក្នុងការវឹកហាត់ដែរបងប្អូនបានគាត់យកការជប់សម្រាប់វិញក៏មានដែរបងប្អូនក្រោយពីយើងប្រកួតចប់ឧទាហរណ៍ថាប្រកួតចប់ថ្ងៃហ្នឹងអញ្ចឹងស្អែកឡើងអាចសម្រាប់បានអាស្រ័យទៅលើជាក់ស្ដែងយើងមានរបួសស្នាមធ្ងន់ឬក៏ស្រាលអីសម្រាប់តាមថ្ងៃអញ្ចឹងណាអ្នកដែលស្រាលមួយថ្ងៃអញ្ចឹងទៅព្យាបាលរបួសថែសុខភាពឬក៏ឲ្យបាត់ឈឺខ្លួនអញ្ចឹងទៅហើយចូលមកវឹកហាត់វិញធម្មតាសម្រាប់អ្នកមានប្រពន្ធកូនអញ្ចឹងទៅគឺអាចសម្រាប់នៅផ្ទះមួយថ្ងៃពីរថ្ងៃជួបជុំគ្រួសារហូបចុកតែបើសិនជាមានភារកិច្ចត្រូវប្រកួតនៅអាទិត្យក្រោយអញ្ចឹងយើងត្រូវចូលវឹកហាត់វិញមួយថ្ងៃពីរថ្ងៃអាចចូលវឹកហាត់វិញអញ្ចឹងណាចង់ចូលហាត់អានេះគ្រាន់តែជាគំនិតរបស់ខ្ញុំឯណាបើសិនជាបងប្អូនស្រឡាញ់ចង់ចាប់អាជីពបដាលនេះបងប្អូនត្រូវពីព្រឹករត់ថា5គីឡូទៅ10គីឡូសិនឲ្យស៊ាំពេលព្រឹកល្ងាចបងប្អូនរត់បានអាចមកហាត់បានហើយព្រោះយើងមកដល់យើងអត់មានទៅវាយបាវសាក់សងគ្នាទេគឺរត់ហើយនឹងដើរចលនាជើងបងប្អូនអញ្ចឹងបងប្អូនមុននឹងសម្រាប់ចិត្តចូលមកហាត់គឺត្រូវដឹងពីចំណុចប្រហែលចំណុចនេះសិនកុំឲ្យពេលដែលបងប្អូនមកហាត់គឺចំណាយពេលច្រើនដោយសារមួយថ្ងៃពីរថ្ងៃមួយអាទិត្យពីរអាទិត្យគឺបងប្អូនមកនៅក្លឹបលោកគ្រូគឺចំណាយពេលបើសិនជាយើងយកពេលនឹងទៅធ្វើការងារផ្សេងគឺអាចបានប្រាក់កម្រៃតែបើយើងមកនេះហើយយើងរត់ចោលជួអត់ចំណេញទេអញ្ចឹងមុននឹងសម្រេចចិត្តមកបងប្អូនធ្វើប្រហែលចំណុចហ្នឹងឲ្យបានសិនចាំមកហាត់ហើយបើបងប្អូនចង់មកហាត់តាក់ទងទៅលោកគ្រូឬក៏មកដល់ក្លឹបចឹងក៏បានដែរដោយសារតែលោកគ្រូគាត់ចង់មើលកាយសម្បទានឬក៏អាយុរបស់យើងអីចឹងណាហើយក៏មានអ្នកធានាពីបងប្អូនមកចឹងទៅអញ្ចឹងក្នុងការវឹកហាត់អាជីពបដាលនេះមួយបងប្អូនមិនមែនងាយស្រួលដូចយើងគិតទេអាជីពបដាលនេះគឺគ្រោះថ្នាក់គ្រប់ពេលហើយក៏មិនមែនយើងប្រកួតមិនមែនយើងមកហាត់មួយថ្ងៃពីរថ្ងៃមួយខែពីរខែឡើងប្រកួតបានលុយរាប់ពាន់ដែរបងប្អូនមុននឹងកីឡាករមួយខ្ញុំឧទាហរណ៍ខ្ញុំលើកក្បៃប្រៃពេជ្រសម្បត្តិចឹងមុននឹងគាត់ប្រកួតបានកម្មវិធីធំមុននឹងគាត់ប្រកួតបានលុយច្រើនគឺគាត់ឆ្លងកាត់ការប្រកួតពីទូចឡើងមកដែរហើយក៏គាត់មានសមត្ថភាពដែរអញ្ចឹងទើបធ្វើឲ្យគាត់បានប្រាក់កម្រៃនិងតម្លៃខ្លួនតាមសមត្ថភាពរបស់គាត់ខ្ញុំយល់ថាបងប្អូនខ្លះគាត់ស្រឡាញ់គាត់ចង់ហាត់បដាលប៉ុន្តែបងប្អូនត្រូវគិតថាអាជីពបដាលនេះមួយគឺហានិភ័យអ្វីក៏អាចកើតឡើងបានដែរមិនថែតអីមួយទេបងប្អូនគឺមានគ្រប់ពេលអញ្ចឹងបងប្អូនតើដាក់ចិត្តហើយការវឹកហាត់បដាលនេះមួយគឺអត់ស្រួលទេគឺបងប្អូនត្រូវតែស៊ូអត់ធ្មត់ព្យាយាមទើបដល់គោលដៅព្រោះនៅក្លឹបលោកគ្រូគាត់មានវិន័យតឹងតែងវិន័យច្បាស់លាស់ហើយលោកគ្រូគាត់អត់ចូលចិត្តអ្នកខ្ជិលហាត់មកខ្ជិលលោកគ្រូដេញទៅផ្ទះវិញអញ្ចឹងកុំឲ្យខាត់ពេលបងប្អូនមុននឹងសម្រេចចិត្តមកហាត់ត្រូវគិតឲ្យច្បាស់សិន